ជំនួបដ៏ជក់ចិត្តរវាង Brest និង Marseille លេងនៅទឹកដីរបស់ Brest មិនមែនជាការងារស្រួលសម្រាប់ Marseille ឡើយតើអ្នកគិតថា Marseille នឹងឈ្នះឬ Brest បង្កើតរឿងភ្ញាក់ផ្អើលមកមើលការវិភាគនិង reaction របស់ខ្ញុំសួស្តីបងប្អូនទាំងអស់គ្នាយប់ស្អែកនេះមានចាំអត់មើលជាមួយខ្ញុំទាំងអស់គ្នាណាម៉ោង 2:45 នាទីភ្លឺ League 1 ក៏ក្រឹកខ្លាំងមែនទែនជំនួបរវាង Brest និង Marseille យើងដឹងហើយថា Brest លេងនៅផ្ទះខ្លួនឯងគឺរឹងដូចថ្មដាចំណែក Marseille វិញមកលើកនេះគឺចង់បាន3ពិន្ទុដាច់ខាតតោះមកមើលចំណុចក្តៅៗជាមួយខ្ញុំយើងមកមើលក្រុមម្ចាស់ផ្ទះ Brest ពួកគេលេងនៅផ្ទះខ្លួនឯងគឺរឹងណាស់មិនងាយមានអ្នកណាមកយក3ពិន្ទុពីគេបានស្រួលទេចំណែកឯ Marseille វិញមកលើកនេះគឺមានគោលដៅច្បាស់លាស់គឺដេញតាមកំពូលតារាងខ្សែប្រយុទ្ធរបស់គេ Mason Greenwood កំពុងតែឡើងជើងខ្លាំងមែនទែនដូច្នេះខ្សែការពារ Brest ប្រកាសជាត្រូវហត់យប់នេះហើយចំណុចដែលខ្ញុំចង់ឲ្យបងប្អូនចាំមើលគឺការតទល់គ្នានៅតំបន់កណ្ដាលបើ Marseille អាចគ្រប់គ្រងបាល់បានច្រើនពួកគេនឹងមានឱកាសសុទ្ធច្រើនតែបើ Brest ប្រែក្បាច់វាយបកលឿនតាមស្លាបនោះ Marseille ប្រហែលជាត្រូវបាក់អំនួចក្នុងទឹកដីគេមិនខានសម្រាប់ទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំជឿថាហ្គេមនេះនឹងមានគ្រាប់បាល់ច្រើនខ្ញុំទស្សន៍ទាយថាលទ្ធផលអាចនឹង1-2ឬ Marseille ឈ្នះ3-2ទាំងប្រផិតប្រផាយចុះបងប្អូនវិញយប់ស្អែកនេះទស្សន៍ទាយថាអ្នកណាឈ្នះហើយលទ្ធផលប៉ុន្មានដែរ comment ម្នាក់មួយមកចាំអ៊ុតជាមួយគ្នាកុំភ្លេច like និង share ផងណាជួបគ្នាវីដេអូក្រោយអរគុណបងប្អូនដែលតែងតែជួយចុចបេះដូងនិង comment លេងជូនពរឲ្យបងប្អូនរកស៊ីមានបានហេងណាបាទ